មានសំឡេងខ្លះដែលបើអ្នកបានស្ដាប់ម្ដងហើយអ្នកនឹងមិនអាចបំភ្លេចវាបានទេចំណែកសំឡេងខ្លះទៀតមិនមែនជាសំឡេងនៃការសុំជំនួយឡើយប៉ុន្តែវាជាសំឡេងនៃវិនាទីចុងក្រោយនៃជីវិតរឿងនេះគឺជារឿងក្តីឃាតកម្មមួយដែលគ្មានសាក្សីមើលឃើញគ្មានកាមេរ៉ាគ្មានភស្តុតាងនៅកន្លែងកើតហេតុប៉ុន្តែអត្តសញ្ញាណរបស់ឃាតករត្រូវបានបង្ហាញដោយគ្រាន់តែសំឡេងរបស់គេឮចូលទៅក្នុងខ្សែអាត់នៅពេលជនរងគ្រោះខលទៅលេខសង្គ្រោះបន្ទាន់911យប់មួយនៅក្នុងផ្ទះមួយដែលមើលទៅធម្មតាមាននារីម្នាក់លើកទូរស័ព្ទចុចលេខ911សំឡេងនាងទាបហើយញ័រដូចជាមានមនុស្សដែលកំពុងខ្លាចខ្លាំងសួស្តីខ្ញុំត្រូវការឲ្យអ្នកជួយភ្នាក់ងារ911សួរយ៉ាងស្ងប់ទៅនាងវិញថាតើអ្នកមានអ្វីឲ្យខ្ញុំជួយប៉ុន្តែជំនួសឲ្យការពន្យល់មានតែភាពស្ងាត់បន្ទាប់មកសំឡេងមួយទៀតលាន់ឡើងខ្លាំងក្នុងខ្សែទូរស័ព្ទមិនមែនសំឡេងភ្នាក់ងារមិនមែនសំឡេងនាងប៉ុន្តែសំឡេងបុរសម្នាក់ដែលធ្វើឲ្យភ្នាក់ងារ911មានអារម្មណ៍ថាមានអ្វីមួយដែលមិនប្រក្រតីនៅក្នុងសំឡេងថតបានឮសំឡេងនៃការឈ្លោះគ្នានឹងការរុញទាញប្រតែយប្រតបគ្នាសំឡេងដកដង្ហើមលឿនហើយវែងនិងសំឡេងស្ត្រីរងគ្រោះដែលព្យាយាមនិយាយប៉ុន្តែដូចជាមាននរណាម្នាក់ព្យាយាមបិទមាត់នាងមិនឲ្យនិយាយបានបន្ទាប់មកខាងភ្នាក់ងារក៏បានស្រែកអ្នកស្រីតើអ្នកកំពុងនិយាយដែរទេប៉ុន្តែគ្មានចម្លើយត្រឹមប៉ុន្មានវិនាទីបន្ទាប់ខ្សែទូរស័ព្ទត្រូវបានគេកាត់ផ្ដាច់បន្ទាប់មកប៉ូលីសត្រូវបានទៅដល់អាស័យដ្ឋានដែលកើតហេតុដែលបានកំណត់ទីតាំងដែលខលទៅលេខ911ពេលទៅដល់ផ្ទះស្ងាត់ទ្វាររបិទពេលចូលទៅខាងក្នុងពួកគេបានរកឃើញស្ត្រីនោះស្លាប់បាត់ទៅហើយគ្មាននរណាផ្សេងទៀតនៅទីនោះឡើយគ្មានអ្នកមើលឃើញគ្មានភស្តុតាងបញ្ជាក់ច្បាស់មានតែមនុស្សម្នាក់ដែលគួរឲ្យសង្ស័យជាងគេគឺមនុស្សដែលរស់នៅជាប់ផ្ទះជាមួយនាងនៅពេលសួរនាំជនសង្ស័យគេនិយាយដោយស្ងប់ស្ងាត់ថាខ្ញុំមិនដឹងអ្វីទេខ្ញុំមិនបានធ្វើអ្វីទាំងអស់ទេគាត់មិនរត់មិនភ័យមិនស្ទាក់ស្ទើរមនុស្សជុំវិញខ្លះចាប់ផ្ដើមសង្ស័យបុរសនោះខ្លះជឿថាបុរសនោះមិនដឹងអ្វីឡើយប៉ុន្តែប៉ូលីសមិនភ្លេចអ្វីមួយឡើយពួកគេនៅតែដាក់ការសង្ស័យលើបុរសនោះក្រោយមកប៉ូលីសធ្វើការស្រាវជ្រាវនិងយកសំឡេងថតក្នុងខ្សែអាត់911នោះទៅឲ្យអ្នកជំនាញវិភាគសំឡេងពួកគេបន្ថែមកម្រិតសំឡេងនិងបំបែកសំឡេងរំខានក្រោយមកក៏វិភាគឃើញសំឡេងបុរសអ្នកជិតខាងនោះនៅចុងខ្សែអាត់ហើយនៅពេលនោះសំឡេងបុរសម្នាក់នោះបាននិយាយនៅឃ្លាមួយដែលធ្វើឲ្យប៉ូលីសទាំងអស់ស្ងៀមស្ងាត់វាជាឃ្លាដែលមានតែអ្នកនៅកន្លែងកើតហេតុប៉ុណ្ណោះដែលអាចនិយាយបានឃ្លានោះនិយាយថាកុំព្យាយាមទេប្រាប់ប៉ូលីសឲ្យសោះដែលនេះគឺជាឃ្លាដែលគួរឲ្យរន្ធត់និងគឺជាឃ្លាចុងក្រោយដែលពួកគេបានឮក្រោយមកប៉ូលីសយកសំឡេងនោះទៅប្រៀបធៀបជាមួយសំឡេងជនសង្ស័យវាត្រូវគ្នាដូចគ្នា 100% ហើយពេលទៅដល់តុលាការសំឡេង911នោះត្រូវបានចាក់បន្លឺឡើងហើយពេលនោះមុខមាត់ជនសង្ស័យចាប់ផ្ដើមប្រែប្រួលភ្លាមគ្មានអ្វីត្រូវនិយាយទៀតទេសំឡេងរបស់គាត់បានបញ្ជាក់ពីអំពើឃាតកម្មរបស់គាត់ដែលបានប្រព្រឹត្តទៅហើយចុងក្រោយសំឡេងដែលនិយាយជំនួសជនរងគ្រោះតែបានស្លាប់នោះគឺជាសំឡេងនៃភាពយុត្តិធម៌ទោះបីជានាងបានស្លាប់ក៏ពិតមែនប៉ុន្តែសំឡេងនៃភាពសោកសៅរបស់នាងមិនបានស្លាប់ជាមួយនាងទេសំឡេង911បានคล้ายជាសាក្សីនិងជាភស្តុតាងនៃការសងសឹកចុងក្រោយជំនួសឲ្យជនរងគ្រោះនេះហើយជារឿងសម្លាប់ដោយគ្មានសាក្សីប៉ុន្តែសំឡេងមួយបានបង្ហាញមុខឃាតករនិងផ្ដន់ទាទោសនៅក្នុងសំណាញ់ច្បាប់បើអ្នកចូលចិត្ត podcast រឿងពិតបែបនេះសូម like subscribe និង share ទៅមិត្តភ័ក្តិរបស់អ្នក comment មកថារឿងឃាតកម្មណាអ្នកចង់ឲ្យខ្ញុំសម្រាយបន្ទាប់ជួបគ្នាក្នុងរឿងងឹតវគ្គបន្ទាប់